បញ្ហាសិលធម៌ក្នុងសង្គមសពថ្ងៃនៅក្នុងសង្គមមនុស្សសិលធម៌គឺជាមូលដ្ឋានសំខាន់ដែលធ្វើឲ្យមនុស្សរស់នៅជាមួយគ្នាបានដោយសុខសាន្តនិងមានការគោរពគ្នាទៅវិញទៅមកសិលធម៌ជាការបង្ហាញពីអាកប្បកិរិយាល្អដូចជាការគោរពគ្នាការស្មោះត្រង់ការជួយគ្នានិងការទទួលខុសត្រូវចំពោះសង្គមប៉ុន្តែក្នុងសង្គមសពថ្ងៃយើងឃើញថាបញ្ហាសិលធម៌កំពុងតែថយចុះបន្តិចម្ដងដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតនិងសង្គមទាំងមូលមួយក្នុងចំណោមបញ្ហាសិលធម៌ដែលឃើញជាញឹកញាប់គឺការខ្វះភាពស្មោះត្រង់មនុស្សខ្លះសុខចិត្តកុហកឬបោកប្រាស់ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនការកុហកតូចមួយអាចនាំឲ្យមានបញ្ហាធំនៅពេលក្រោយនៅពេលដែលមនុស្សមិនស្មោះត្រង់គេនឹងបាត់បង់ការជឿទុកចិត្តពីអ្នកដទៃហើយសង្គមនឹងក្លាយជាកន្លែងដែលពិបាករស់នៅជាមួយគ្នាបញ្ហាមួយទៀតគឺការខ្វះការគោរពគ្នាទៅវិញទៅមកនៅក្នុងគ្រួសារសាលារៀននិងសង្គមយើងមើលឃើញថាមនុស្សខ្លះមិនគោរពចាស់ទុំឬមិនគោរពច្បាប់សង្គមការនិយាយពាក្យអាក្រក់ការប្រមាថអ្នកដទៃឬការបង្ហោះពាក្យសម្ដីអវិជ្ជមាននៅលើបណ្ដាញសង្គមគឺជាឧទាហរណ៍នៃការខ្វះសីលធម៌ដែលកំពុងកើតឡើងយ៉ាងច្រើនលើសពីនេះទៅទៀតបញ្ហាភាពអត្តានិយមក៏ជាបញ្ហាសីលធម៌មួយផងដែរមនុស្សខ្លះគិតតែពីផលប្រយោជន៍របស់ខ្លួនមិនគិតពីអ្នកដទៃឬសង្គមទាំងមូលនៅពេលដែលមនុស្សម្នាក់គិតតែពីខ្លួនឯងសង្គមនឹងបាត់បង់ភាពរួបរួមនិងការជួយគ្នាបញ្ហាសីលធម៌មួយទៀតដែលគួរឲ្យព្រួយបារម្ភគឺឥទ្ធិពលនៃបច្ចេកវិទ្យានិងបណ្ដាញសង្គមបច្ចេកវិទ្យាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ជីវិតមនុស្សប៉ុន្តែក៏មានផលប៉ះពាល់ផងដែរមនុស្សខ្លះប្រើបណ្ដាញសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតបង្កការរើសអើងឬបង្កជម្លោះការប្រើប្រាស់បច្ចេកវិទ្យាដោយគ្មានសីលធម៌អាចបង្កឲ្យមានបញ្ហាធំក្នុងសង្គមដើម្បីដោះស្រាយបញ្ហាសីលធម៌នេះគ្រួសារសាលារៀននិងសង្គមត្រូវធ្វើការរួមគ្នាគ្រួសារត្រូវបង្រៀនកូនអំពីសីលធម៌តាំងពីក្មេងដូចជាការស្មោះត្រង់ការគោរពនិងការជួយអ្នកដទៃសាលារៀនក៏មានតួនាទីសំខាន់ក្នុងការបង្រៀននិងលើកទឹកចិត្តឲ្យសិស្សអនុវត្តសីលធម៌ល្អខណៈដែលសង្គមទាំងមូលគួរតែជាគំរូល្អសម្រាប់ជំនាន់ក្រោយលើសពីនេះទៅទៀតមនុស្សម្នាក់ក៏ត្រូវចាប់ផ្ដើមពីខ្លួនឯងផងដែរប្រសិនបើយើងចង់ឲ្យសង្គមមានសីលធម៌ល្អយើងត្រូវអនុវត្តសីលធម៌ល្អជាមុនការនិយាយពាក្យល្អការជួយអ្នកដទៃនិងការប្រព្រឹត្តល្អក្នុងជីវិតប្រចាំថ្ងៃគឺជាវិធីសាមញ្ញដែលអាចធ្វើឲ្យសង្គមកាន់តែប្រសើរសរុបមកបញ្ហាសីលធម៌គឺជាបញ្ហាសំខាន់មួយដែលសង្គមត្រូវយកចិត្តទុកដាក់ប្រសិនបើយើងមិនខិតខំកែលម្អសីលធម៌នោះសង្គមនឹងជួបប្រទះបញ្ហាជាច្រើននៅពេលអនាគតប៉ុន្តែប្រសិនបើយើងគ្រប់គ្នារួមគ្នាអនុវត្តសីលធម៌ល្អសង្គមនឹងក្លាយជាកន្លែងដែលពោរពេញទៅដោយសុខសាន្តការគោរពនិងភាពរួបរួមចុងក្រោយសីលធម៌មិនមែនជារឿងតូចទេប៉ុន្តែជាគន្លឹះសម្រាប់បង្កើតសង្គមល្អនិងអនាគតល្អសម្រាប់មនុស្សគ្រប់គ្នា